នៅថ្ងៃនេះដែរក្រមយុវជនស្ម័គ្រចិត្តរបស់អាស៊ានលើកទី10ដែលមកពី10ប្រទេសគឺថាមានកម្ពុជាផងដែរនោះបានបញ្ចប់កម្មវិធីយុវជនស្ម័គ្រចិត្តរបស់ខ្លួនហើយនៅថ្ងៃនេះតែម្ដងបាទសូមបញ្ជាក់ថាឆ្នាំនេះគឺកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃក្រមយុវជនស្ម័គ្រចិត្តអាស៊ានហើយបន្ទាប់ពីបានក្រមយុវជនស្ម័គ្រចិត្តអាស៊ានមកពីប្រទេសទាំង10បានបំពេញការងារស្ម័គ្រចិត្តរយៈពេល26ថ្ងៃនៅខេត្តពោធិ៍សាត់ពួកគេបានបញ្ចប់កម្មវិធីហើយនៅថ្ងៃនេះហើយកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ាននេះត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍រវាងយុវជននៅក្នុងបណ្ដាប្រទេសអាស៊ានទាំង10បាទប្រិមត្តទូរទស្សនិកជនជាទីគោរពកម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ានដែលរៀបចំឡើងដោយសាកលវិទ្យាល័យមួយនៅក្នុងប្រទេសម៉ាឡេស៊ីសហការជាមួយនឹងសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសសមាជិកអាស៊ានបានបិទបញ្ចប់ហើយនៅថ្ងៃទី28ខែសីហានេះបន្ទាប់ពីបានចាប់ផ្ដើមរយៈពេលតាំងតែពីថ្ងៃទី2ខែសីហាមកនោះបាទដើម្បីជ្រាបច្បាស់អំពីកម្មវិធីនេះយើងទៅស្ដាប់ប្រសាសន៍របស់លោកហូអាប់ឌុលឡាតំណាងឲ្យយុវជនអាស៊ានWell, amazing. These are all amazing. ឃើញថាកិច្ចសហប្រតិបត្តិការរបស់យុវជនទាំងប្រមាណដែលយើងបានជ្រើសរើសចេញពីបេក្ខភាពជាង2000នាក់ដែលបានដាក់ពាក្យមកមានប្រមាណអ្នកដែលមិនបានមកចូលរួមក៏ប៉ុន្តែអ្នកដែលបានមកចូលរួមបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងអស្ចារ្យដែលមើលឃើញពួកគេរយៈពេលប្រមាណជាង20ថ្ងៃនេះគឺបានស្គាល់គ្នារាប់អានគ្នាហើយជាកិច្ចសហប្រតិបត្តិការមួយដែលយើងពេញចិត្តពេញខ្លាំងមែនទែន Shown themselves to be an amazing group. កម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ានដែលបានបិទបញ្ចប់នៅថ្ងៃនេះបានរៀបចំនៅវិទ្យាស្ថានតិចណូឬវិទ្យាស្ថានបច្ចេកទេសកម្ពុជាឥឡូវយើងទៅស្ដាប់ប្រសាសន៍របស់អាយដាមអ៊ុំរ៉ូម៉ានីដែលជានាយកវិទ្យាស្ថានថាតើអាយដាមយល់បែបណាដែរចំពោះកម្មវិធីមួយនេះមានតែយុវជនទេដែលមានលទ្ធភាពដើម្បីធ្វើកិច្ចការនេះឧទាហរណ៍ដូចជាក្រុមយុវជន11នាក់មកពីប្រទេសកម្ពុជាយើងនេះក៏បានចូលរួមចំណែកជាមួយនឹងយុវជនទាំង49នាក់ដែលមកពីខាងក្នុងចង្កោមនៃប្រទេសអាស៊ានហ្នឹងបានន័យថាបានគេធ្វើការផ្លាស់ប្ដូរយោបល់គ្នាគេ exchange idea ទាំងពីអ្វីដែលតាក់ទងជាមួយនឹងគោលគំនិតដែលគេចង់បាទក្នុងចំណោមយុវជនជាច្រើនដែលបានចូលរួមនៅក្នុងកម្មវិធីនេះយើងបានជួបសម្ភាសជាមួយប្អូនស្រីម្នាក់ដែលតំណាងឲ្យយុវជនកម្ពុជាដែលបានចូលរួមជាមួយនឹងយុវជនផ្សេងទៀតនៅក្នុងប្រទេសអាស៊ានទី1គឺទាក់ទងនឹង culture ឬប្រពៃណីទំនៀមទម្លាប់ពួកគាត់ដូចថាពួកយើងរស់នៅជាមួយគ្នាញ៉ាំអីកេងអីជាមួយគ្នាទៅយើងដឹងថាប្រទេសគាត់ញ៉ាំអីហើយគាត់ចូលចិត្តញ៉ាំអីហើយរាល់ថ្ងៃដូចជាពិសេសគឺ costume របស់គាត់ស្លៀកពាក់មិនអីមិនទៅដូចគឺយើងសង្កេតមើលទៅដឹងថា culture ប្រពៃណីរបស់គាត់យ៉ាងម៉េចបាទថ្លែងនៅក្នុងឱកាសនៃការបិទបញ្ចប់កម្មវិធីយុវជនស្ម័គ្រចិត្តអាស៊ានអាយដាមអ៊ុំរ៉ូម៉ានីបានអំពាវនាវឲ្យយុវជនជាច្រើនទៀតសម្លឹងឃើញអំពីសក្តានុពលនៃការចូលរួមការងារស្ម័គ្រចិត្តដែលបើតាមអាយដាមអ៊ុំរ៉ូម៉ានីគឺជាការងារដែលផ្ដល់ឲ្យនូវបទពិសោធន៍យ៉ាងច្រើនជាពិសេសបទពិសោធន៍ដែលយុវជនកម្ពុជាបានចូលរួមជាមួយនឹងយុវជនផ្សេងទៀតនៅក្នុងប្រទេសអាស៊ានក្នុងពេលដែលអាស៊ានគ្រោងធ្វើសមារណកម្មជាមួយគ្នានោះខ្ញុំរ៉េនរតនាធ្វើសេចក្តីរាយការណ៍ពីវិទ្យាស្ថានតិចណូ